ខ្ញុំចិត្តល្អមិនមានន័យថាខ្ញុំស្រួលធ្វើបាបខ្ញុំអាចយល់មិនមានន័យថាខ្ញុំអាចទទួលយកបានខ្ញុំមិនដណ្ដើមមិនមានន័យថាអ្នកអាចប្លន់ខ្ញុំចូលចិត្តនិយាយហេតុផលមិនមានន័យថាខ្ញុំមិនចេះខឹងខ្ញុំមិនបង្ករឿងមិនមានន័យថាខ្ញុំខ្លាចមានរឿងខ្ញុំអនុគ្រោះមិនមានន័យថាអ្នកអាចបន្តប្រព្រឹត្តបានធ្វើជាមនុស្សត្រូវមានដែនកំណត់ធ្វើកម្មមកចត់ត្រូវមានច្បាប់ទម្លាប់ចិត្តទន់គឺឈឺស្នេហ៍ជ្រៅគឺស្លាប់ធម្មជាតិពិតរបស់មនុស្សគឺស្លូតពេកគេមើងងាយស្មោះពេកគេថាល្ងងធ្វើល្អដាក់គេពេកគេគិតថាជារឿងធម្មតាអ្នកគួរតែធ្វើមនុស្សរាប់ពាន់នាក់មានកាហ្វេដូចគ្នាប៉ុន្តែមានរសជាតិខុសៗគ្នាមនុស្សទាំងអស់មានផ្លូវដូចគ្នាតែមានចិត្តមិនដូចគ្នាឆ្កែឲ្យស៊ីមិនចេះឆ្អែតមនុស្សបំពេញចិត្តមិនចេះគ្រប់ពស់កំដៅមិនក្តៅចចកឲ្យស៊ីមិនស្គាល់ម្ចាស់ឆ្កែជួបឆ្កែបើមិនខំគឺលិតមនុស្សជួបមនុស្សបើមិនធ្វើពុតគឺសម្ដែងឆ្កែផ្គប់ចិត្តឆ្កែគឺក្រវីកន្ទុយមនុស្សផ្គប់ចិត្តមនុស្សគឺនិយាយកុហកឆ្កែផ្ទះខ្លួនឯងទោះឲ្យស៊ីមិនឆ្អែតក៏នៅតែស្មោះត្រង់ឆ្កែអ្នកដទៃទោះឲ្យស៊ីឆ្អែតប៉ុណ្ណាក៏នៅតែចាក់ចេញមនុស្សក៏អញ្ចឹងដែរមនុស្សដែលចូលចិត្តអ្នកមិនចាំបាច់ផ្គប់ចិត្តមនុស្សដែលស្អប់អ្នកមិនត្រូវការផ្គប់ចិត្តមនុស្សដែលគ្មានអ្នកនៅក្នុងចិត្តគ្មានអ្នកនៅក្នុងភ្នែកប្រឆាំងនឹងអ្នកគ្រប់រឿងក៏មិនអាចផ្គប់ចិត្តបានរហូតដែរមនុស្សរាប់អានមនុស្សគឺយកបេះដូងទៅរាប់គ្មានបេះដូងកុំយកចិត្តទៅដាក់ប្រងើយកន្តើយហើយគឺត្រូវដកខ្លួនពេលធ្លាក់ភ្លៀងទើបដឹងថាអ្នកណាឲ្យឆាត់ពេលជួបរឿងទើបដឹងថាអ្នកណាស្មោះត្រង់ថែរក្សានៅអ្វីដែលល្អសម្រាប់អ្នកចងចាំនៅមនុស្សដែលធ្វើបាបអ្នកបោះបង់ចោលមនុស្សបោកប្រាស់អ្នកចងចាំមនុស្សដែលជំពាក់អ្នកដើម្បីរស់នៅជាមនុស្សត្រូវតែប្រព្រឹត្តចំពោះខ្លួនឯងឲ្យបានល្អថែរក្សានៅមនុស្សដែលគួរតែថែរក្សាធ្វើនៅរឿងដែលអ្នកគួរតែធ្វើរស់នៅឲ្យបានល្អក្នុងជីវិតដែលសេសសល់ធ្វើល្អចំពោះខ្លួនឯងគប់ចិត្តរបស់ខ្លួនឯងកុំដេកយូរពេកកុំស្រឡាញ់ខ្លាំងពេកកុំគិតច្រើនពេកកាន់តែស្ងប់ស្ងាត់កាន់តែមានកម្លាំងមនុស្សយើងរស់នៅសពថ្ងៃទោះបីជាដឹងច្បាស់ថាថ្ងៃក្រោយខ្លួនឯងនឹងស្លាប់ក៏ដោយក៏នៅតែខិតខំប្រឹងប្រែងរស់រានក្នុងសង្គមរញ៉េរញ៉ៃមនុស្សមើលចិត្តមិនធ្លុះបន្ទុកដែលមិនអាចទម្លាក់ចោលបានដំណើរជីវិតឡើងចុះគ្មានទីបញ្ចប់ឆ្លងកាត់ឧបសគ្គរាប់មិនអស់ភាពអស់សង្ឃឹមដែលមិនអាចប្រៀបផ្ទឹមបានបំភ្លេចមិនបាននៅរឿងអតីតមួយថ្ងៃរវល់មិនចេះចប់ស្មានមិនត្រូវនៅអនាគតទីបំផុតមិនដឹងរលាយបាត់ទៅទីណាតើមនុស្សយើងរស់នៅដើម្បីអ្វីទៅចង់ដឹងពីមូលហេតុដ៏សំខាន់នេះគឺមិនអាចប្រើភ្នែកមើលបាននោះទេត្រូវប្រើចិត្តដោយភាពស្ងប់ស្ងាត់ទៅមើលទើបឃើញច្បាស់លាស់ភាពស្ងប់ស្ងាត់អាចបង្កើតការផ្ដោតអារម្មណ៍អាចបង្កើតនៅបញ្ញាជាភាពស្ងប់ស្ងាត់ដោយប្រាជ្ញាភាពស្ងប់ស្ងាត់គឺជាកម្លាំងដ៏មានឥទ្ធិពលនៅក្នុងចិត្តរបស់មនុស្សភាពស្ងប់ស្ងាត់គឺជាការដកខ្លួនចេញពីភាពអ៊ូអររបស់អ្នកដទៃជាការវិលត្រឡប់ទៅពិភពរបស់ខ្លួនឯងវិញនៅពេលដែលអ្នកអាចស្ងប់ស្ងាត់ទើបអាចផ្ដល់កំណើតដល់ការបំផុសគំនិតការគិតនិងប្រាជ្ញាទើបអាចឆ្លុះបញ្ចាំងយ៉ាងស៊ីជម្រៅលើខ្លួនឯងតាមរយៈសមាធិរំលឹកឡើងវិញនៅធម្មជាតិពិតនៃជីវិតរបស់យើងការគ្រប់គ្រងចិត្តជាថ្នូរនឹងការគោរពធម្មជាតិរបស់យើងចេះស្រឡាញ់ថែរក្សាជីវិតនិងការរស់នៅពិតប្រាកដផ្ដោតលើរឿងដែលអ្នកចូលចិត្តមិនអួតអាងមិនរវើរវាយនៅក្នុងពិភពលោកខ្លួនឯងធ្វើជាមនុស្សស្ងប់ស្ងាត់និងសមរម្យធ្វើចិត្តកាន់តែស្ងប់ស្ងាត់និងសាមញ្ញរាប់អានក្រុមមិត្តភក្តិដែលល្អនិងសាមញ្ញជីវិតនឹងរលូនឥតខ្ចោះដោយធម្មជាតិឲ្យតែយើងអាចស្ងប់ចិត្តបានអ្វីគ្រប់យ៉ាងគឺអាចធ្វើទៅបាននៅពេលមនុស្សម្នាក់មានវិញ្ញាណនៅក្នុងខ្លួនមិនថានៅក្នុងកន្លែងសុខឬកន្លែងទុក្ខលំបាកទេប្រកបជានឹងអាចរកឃើញនៅវិធីដែលស័ក្តិសមនឹងខ្លួនឯងទៅប្រឈមមុខនឹងជីវិតរស់នៅ